លុយអាចទិញខែបានតែអាចទិញការដេកបានទេលុយអាចទិញនាឡិកាបានតែអាចទិញពេលវេលាបានទេហើយលុយក៏អាចទិញសភៅបានដែរតែអាចទិញចំណេះដឹងបានទេទាំងអស់គ្នាឃើញអត់លុយសំខាន់ខ្លាំងមែនតើប៉ុន្តែវាមានលីមីតរបស់វាដូចគ្នាចឹងហើយខំរកលុយទៅប៉ុន្តែកុំដោយសារលុយអ្នកទាំងអស់គ្នាបាត់បង់ភាពជាមនុស្សរបស់ខ្លួនឯងពលរបស់ដែលមានតម្លៃបំផុតនៅក្នុងជីវិតនេះអត់អាចប្រើលុយទៅទិញវាបានទេអ្នកខ្លះទៀតនិយាយថាលុយអត់សំខាន់ទេតែសារអត់លុយមើលព្រោះនៅមានក្តីសុខអត់ True បើអត់លុយយើងហួរនៅអត់មានក្តីសុខទេព្រោះយើងអាចធ្វើអីបានដែលអត់មានលុយនៅក្នុងโลกនេះតែបើមានលុយហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រើវាឲ្យបានត្រឹមត្រូវប្រើវាដោយមានសតិកុំឲ្យបាត់បង់ភាពជាមនុស្សរបស់ខ្លួនឯងដោយសារតែលុយខ្ញុំជឿថាយើងទាំងអស់គ្នាមានគោលដៅរួមមួយក្នុងជីវិតគឺការរស់នៅដោយមានក្តីសុខក្នុងថ្ងៃអនាគតបើមិនចឹងទេទាំងអស់គ្នាមិនខំប្រឹងរៀនខំប្រឹងធ្វើការខំប្រឹងរកលុយទេត្រូវអត់មានតិចមិនសមមានច្រើនចែកម្លែកយើងជាម្ចាស់នៃលុយតែកុំឲ្យលុយបជាយើងវិញណា